បន្តពហិការទំនិញសៀមខ្មែររកបានដោយមោទនភាពនិងមិនចាំបាច់ពឹងដង្ហើមគេដកបន្តពហិការទំនិញសៀមខ្មែររកបានដោយមោទនភាពនិងមិនចាំបាច់ពឹងដង្ហើមគេដកងាកមកគាំទ្រខ្មែរដើម្បីភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិយើងទាំងអស់គ្នាមេរៀនកន្លងមកបានបង្ហាញថាការរួមកម្លាំងគ្នារបស់ខ្មែរមានឥទ្ធិពលលើសពីការស្មានយើងរស់ដោយសេចក្តីថ្លៃថ្នូរនិងមានជម្រើសច្រើនលើសលប់ផ្ទុយទៅវិញទីផ្សាររបស់គេទេដែលកំពុងរង្គោះរង្គើដោយសារគ្មានវត្តមានអ្នកទិញជាខ្មែរសូមបន្តរក្សាគោលជំហរនេះដើម្បីការពារតម្លៃជាតិយើងខ្មែររួបរวมខ្មែរខ្លាំងគឺជាស្មារតីនៃការរួបរวมរបស់យើងទាំងអស់គ្នាដែលជាមូលដ្ឋានដ៏រឹងមាំនិងជាប្រភពនៃភាពរុងរឿងសម្រាប់កម្ពុជាតាំងពីអតីតកាលបន្តមកបច្ចុប្បន្ននិងឆ្ពោះទៅអនាគតប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថារាល់ពេលដែលប្រទេសជាតិធ្លាក់ចូលក្នុងភាពបែកបាក់និងវិបត្តិប្រជាជនតែងតែទទួលរងការឈឺចាប់និងការបាត់បង់យ៉ាងធ្ងន់ធ្ងរដូច្នេះមេរៀនពីអតីតកាលគួរជាការដាស់ស្មារតីដល់យើងគ្រប់គ្នាឲ្យបន្តថែរក្សាសាមគ្គីភាពរួមចិត្តរួមកម្លាំងនិងរួមទិសដៅដើម្បីការពារសន្តិភាពពង្រឹងភាពរឹងមាំរបស់ជាតិនិងជំរុញកម្ពុជាឲ្យបន្តអភិវឌ្ឍនិងរីកចម្រើនប្រកបដោយចីរភាពយើងអាចបំបាក់ថៃតាមរយៈការពហិការដ៏ខ្លាំងក្លានេះអ្នកលក់ស្មោះត្រូវត្រង់ជាមួយអ្នកប្រើប្រាស់ក៏បន្តពិហេការប្រទេសថៃកំពុងតែបាត់បង់ភ្ញៀវទេសចរនិងអ្នកទិញទំនិញជាជនជាតិកម្ពុជាទីផ្សារបោះដុំគ្រប់ប្រភេទមន្ទីរពេទ្យបន្លែផ្លែឈើប្រេងសាំងហ្គាសនិងអគ្គិសនីកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសពីនេះប្រទេសចិនឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ាក៏បានហាមឃាត់ទំនិញមួយចំនួនផងដែរសាកស្រមៃមើលថានៅក្នុងស្ថានភាពបែបនេះតើប្រទេសថៃចង់បើកច្រកព្រំដែនខ្លាំងកម្រិតណាមានតែក្រុមជ្រុលនិយមប៉ុណ្ណោះដែលមិនរងផលប៉ះពាល់ពួកគេនៅតែបន្តអួតអាងនិងមើលងាយប្រជាជនកម្ពុជាទោះជាយ៉ាងណាក៏ដោយអ្នកដែលរងផលប៉ះពាល់រួមទាំងមន្ត្រីពាក់ព័ន្ធផងនោះសុទ្ធតែយល់ច្បាស់ពីស្ថានភាពនេះដូចនេះយើងកំពុងស្ថិតក្នុងចំណុចមួយដែលមានប្រៀបបើយើងនៅតែមានការពហិការដ៏ខ្លាំងក្លានេះពុកត្រូវនិយាយច្បាស់ហើយពុកក៏ជូនសារនេះជូនប្រជាជនកម្ពុជាសូមកុំសង្ឃឹមទៅលើការបើកច្រកព្រំដែនកម្ពុជាថៃហើយសូមឲ្យអ្នកទាំងឡាយណាដែលនាំទំនិញថៃចូលសូមបញ្ឈប់ជាបន្ទាន់ Like, share and follow more